សួស្តីអ្នកនរគ្នានេះគឺជាវីដេអូណែនាំពីរបៀបនៃការប្រើប្រាស់នាឡិកាដាក់ SIM មួយ model ឈ្មោះថា Hello Watch ហើយបើសិនអ្នកទាំងអស់គ្នាមាននាឡិកាប្រភេទដាក់ SIM model ផ្សេងក៏អាចមើលវីដេអូនេះបានដែរដោយសារតែនាឡិកាដាក់ SIM ជាទូទៅមុខងារនៃការប្រើប្រាស់ហាក់ផាកគ្នាទេខុសគ្នាតែតិចតួចប៉ុណ្ណោះទៅតាមលក្ខណៈពិសេសរបស់នាឡិកាមួយហើយវីដេអូនេះអាចរៀងយូរបន្តិចដោយសារតែខ្ញុំលម្អិតទាំងអស់តែម្ដងទាំងកម្មវិធីផ្សេងៗហើយនឹងនៅក្នុង setting ជាដំបូងយើងក៏លេខទៅមើលផ្នែកខាងស្ដាំដៃដែលមានប៊ូតុងមួយនៅផ្នែកខាងក្រោមប៊ូតុងនេះគឺជាប៊ូតុង Home មានន័យថាទោះបីជាយើងចូលទៅក្នុងកម្មវិធីអីក៏ដោយយើងចុចតែប៊ូតុងមួយហ្នឹងគឺវាត្រឡប់មកដល់ផ្ទៃដើមរបស់វាហើយយើងចុចមួយទៀតវានឹង lock screen ហើយអាមួយមូលខាងលើនេះមិនមែនជាប៊ូតុងទេវាគឺជាកាមេរ៉ាប្រកបកាមេរ៉ានេះនៅពេលដែលយើងចង់ប្រើគឺយើងត្រូវហូតវាចេញមកក្រៅហើយកាមេរ៉ានឹងផងដែរគឺវាអាចធ្វើការបង្វិលបានរហូតដល់180ដឺក្រេមានន័យថាពវិលមក selfie ចំមុខយើងហើយនឹងយើងពវិលថតទៅចំផ្ទៃខាងក្រោយហើយបើវាចេញត្រឡប់អញ្ចឹងយើងត្រូវចុចផ្នែកខាងលើកដាលហ្នឹងវាដាក់រូបសញ្ញាព្រួយណាអញ្ចឹងយើងចុចកន្លែងហ្នឹងទៅរូបភាពហ្នឹងវានឹងត្រឡប់មកត្រូវវិញហើយកាមេរ៉ាវាអាចថតបានទាំងរូបភាពហើយនឹងវីដេអូដូចទៅនឹងទូរស័ព្ទរបស់យើងអញ្ចឹងហើយដើម្បីរុញកាមេរ៉ានឹងបិទវិញយើងត្រូវពវិលផ្ទៃកាមេរ៉ាឲ្យទៅផ្នែកខាងលើស្របនឹងតួនាឡិការួចហើយទើបបានរុញចូលបើសិនជាវាបែរមកខាងយើងឬក៏បែរទៅក្រោយគឺយើងអាចរុញវាចូលបានទេវានឹងទើសកលៈរបស់វាហើយកាលណាបើយើងប្រឹងរុញខ្លាំងវានឹងដាច់កលឹះរបស់វាអញ្ចឹងសូមប្រយ័ត្នកន្លែងហ្នឹងតិចត្រូវតែពវិលមុខកាមេរ៉ាឲ្យបាញ់មកលើត្រង់អញ្ចឹងដូចខ្ញុំបង្ហាញអ្នកនរគ្នាបាញ់ឡើងមកលើត្រង់ស្របតួអញ្ចឹងតែម្ដងទើបបានយើងអាចរុញវាចូលអញ្ចឹងពេលដែលត្រូវកលៈវាយើងរុញតាមបន្តិចគឺវាចូលទៅហ្មងតោះអញ្ចឹងទៅមើលការចូលទៅក្នុងកម្មវិធីយើងគ្រាន់តែហូតពីស្ដាំមកឆ្វេងនោះយើងនឹងអាចចូលទៅក្នុងម៉ឺនុយកម្មវិធីវាជាច្រើនហើយដើម្បីបដូរមុខនាឡិកាឬក៏ពាក្យបច្ចេកទេសគេហៅថា watch face យើងគ្រាន់តែសកត់ទៅលើអេក្រង់ឬក៏រូបផ្ទៃម៉ោងនឹងឲ្យជាប់បន្តិចទៅវានឹងរួមតូចហើយយើងអាចអូសវាទៅឆ្វេងទៅស្ដាំរើសមើលមុខផ្ទៃនាឡិកាណាដែលយើងពេញចិត្តអញ្ចឹងយើងគ្រាន់តែដាក់ចុច select លើវាទៅវានឹងដូរហើយចំណែករូបមួយដែលមានរូបកងចក្រនៅពីក្រោមចេះមានន័យថាយើងអាចបដូរដាក់ជារូបយើងជំនួសនៅក្នុងរូបផ្ទៃដែលគេមានស្រាប់អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចទៅលើសញ្ញាកងចក្រហ្នឹងទៅរួចហើយជ្រើសរើសរូបភាពដែលអ្នកទាំងអស់គ្នាបានថតឬរូបភាពដែលអ្នកទាំងអស់គ្នាបាន save ចូលនាឡិកាហ្នឹងចុច confirm ប៉ុណ្ណឹងទៅគឺរួចរាល់វានឹងដូរទៅជារូបដែលមានរូបយើងហើយដើម្បីទាញយករូបមុខនាឡិកាជាច្រើនទៀតយើងគ្រាន់តែសកត់លើអេក្រង់នាឡិកាហ្នឹងមករួចហើយអូសមកស្ដាំរហូតទៅដល់ចុងក្រោយគេបង្អស់យើងឃើញរូបនេះមួយនេះអញ្ចឹងកន្លែងហ្នឹងតើតាមានអ៊ីនធឺណិតយើងចុច select លើកន្លែងហ្នឹងទៅវានឹងបង្ហាញមុខនាឡិកាជាច្រើនទៀតដាក់ឲ្យយើង download អញ្ចឹងយើងអាច download មុខ watch face ហ្នឹងបានច្រើនទៀតដែលគេបាន design មកស្អាតតើអញ្ចឹងចូលទៅកាន់ setting វាម្ដងដើម្បីយើងអាចសេរីអីផ្សេងៗទៀតបានយើងចុចទៅលើសញ្ញាកងចក្រដែលមានពណ៌លឿងអញ្ចឹងនៅក្នុង setting នេះគឺមានអ្វីដែលយើងត្រូវសេរីហ្នឹងគឺច្រើនមែនតើជួរទី2នេះគេដាក់ network ហ្នឹងគឺកន្លែងសេរីដែលយើងអាចបិទបើក Wi-Fi ឬក៏បិទបើកអ៊ីនធឺណិតនៅក្នុងហ្នឹងបានចុចទៅលើពាក្យ Wi-Fi បើសិនជាយើងចង់ភ្ជាប់ Wi-Fi ឬហើយយើងវាយលេខកូដរបស់វាចូលហើយកន្លែងនេះវារៀងចម្លែកបន្តិចដើម្បីបដូរពីអក្សរទៅជាលេខយើងត្រូវចុចកន្លែងនេះចុចអញ្ចឹងមកទៅបានវាបដូរទៅជាលេខឲ្យយើងវាយអញ្ចឹងយើងវាយលេខកូដយើងប៉ុណ្ណឹងមកជាការស្រេចហើយបើចង់បើកអ៊ីនធឺណិតចេញពី SIM យើងគ្រាន់តែចុចថា Mobile Network នេះវានឹងបង្ហាញឲ្យយើងបិទបើកឲ្យប៉ុន្តែដោយសារនេះខ្ញុំអត់តដាក់ SIM ហើយបើចង់ share អ៊ីនធឺណិតឲ្យទៅគេលេងវិញក៏បានទៀតគ្រាន់តែចុចថា Hotspot and Sharing ហ្នឹងប៉ុណ្ណឹងទៅចុចបើកវាទៅគឺយើងអាច share អ៊ីនធឺណិតឲ្យទៅកាន់ទូរស័ព្ទឬក៏ឧបករណ៍ផ្សេងបានហើយក្នុងការ share ហ្នឹងយើងមានច្រើនជម្រើស share តាមរយៈ Wi-Fi ឬក៏ share តាមរយៈ Bluetooth ហ្នឹងគឺវាមានច្រើនជម្រើសឲ្យយើងរើសទៅតាមតម្រូវការរបស់យើងអញ្ចឹងយើងត្រឡប់មកកាន់ផ្ទៃ setting ដើមវិញដើម្បីសេរីផ្សេងទៀតហើយបើចង់បើក Bluetooth យើងគ្រាន់តែចុចទៅ select ទៅលើជួរទី3គេដាក់អក្សរថា Bluetooth ឬក៏មានសញ្ញា Bluetooth ហ្នឹងហើយយើងគ្រាន់តែចុចបើកវានៅផ្នែកជ្រុងខាងលើអញ្ចឹងគឺវានឹងបង្ហាញឧបករណ៍ផ្សេងៗទៀតដូចជាកាសដូចជា keyboard mouse អីហ្នឹងគឺយើងសុទ្ធតែអាចភ្ជាប់ជាមួយនាឡិកានឹងបានបកមកក្រោយមកកាន់ setting វិញគឺនៅកន្លែង display កន្លែងហ្នឹងឲ្យយើងសេរីតាក់ទងទៅនឹងពន្លឺហើយនឹងការបង្ហាញនៅលើអេក្រង់ផ្នែកខាងលើគេគឺអាចឲ្យយើងបន្ថយឬបន្ថែមពន្លឺបានហើយបន្ទាប់ហ្នឹង night light ហ្នឹងគឺជាភ្លើងបំភ្លឺពេលយប់នៅពេលយើងដាក់ចូលថ្មឲ្យវាភ្លឺរហូតប៉ុន្តែខ្ញុំអត់ណែនាំឲ្យបើកអីទេគឺទុករក្សាវាបិទចឹងទៅផ្នែកខាងក្រោមនេះគេដាក់ថា screen lock wallpaper កន្លែងហ្នឹងជាកន្លែងដែលអាចឲ្យយើងដាក់រូបផ្ទាល់ខ្លួនយើងទៅជាផ្ទៃ background បានអញ្ចឹងយើងត្រឡប់មកក្រោយវិញកន្លែងនេះគេដាក់ថា sleepកន្លែងនេះយើងអាចសេរីវិនាទីបានប៉ុន្តែខ្ញុំណែនាំឲ្យដាក់ត្រឹម15វិនាទីយ៉ាងច្រើនបានហើយបើសិនបើយើងអត់មានចុចអីនៅលើអេក្រង់15វិនាទីនោះវានឹង lock screen ហើយយើងក៏អាចធ្វើការសេរីទំហំអក្សរបានដែរយើងដាក់តូចដាក់ធំទៅតាមតម្រូវការរបស់យើងទៅទាញមកខាងស្ដាំមកឲ្យធំមកអាហ្នឹងគឺអក្សរវាឡើងធំហើយខាងក្រោមនេះគឺជា display size មានន័យថាយើងរូបរាងកម្មវិធីអាហ្នឹងមិនមែនធំតែអក្សរទេគឺវាធំទាំងកម្មវិធីធំឲ្យទាំងអីទាំងអស់អញ្ចឹងយើងត្រឡប់មកក្រោយវិញមកកាន់ផ្ទៃ setting រួចហើយនឹងឃើញពាក្យមួយថា sound កន្លែងហ្នឹងអាចឲ្យយើងកំណត់តាក់ទងទៅនឹងសំឡេងមិនថារំញ័រ
ឬក៏សំឡេងរោអីផ្សេងៗទេគឺយើងអាចសេរីនៅនឹងទាំងអស់ទាំងការ call ចូលឬក៏សំឡេងតាក់ទងទៅនឹងបទចម្រៀងអីជាដើមយើងត្រឡប់ក្រោយមកកាន់ setting ដើមវិញយើងអូសចុះមកក្រោមយើងនឹងឃើញពាក្យថា audio profile ហ្នឹងគឺវាមាន3ជម្រើសទី1ថា general ពេលដែលគេទេមកឬក៏គេផ្ញើសារមកឲ្យនឹងឲ្យវាលឺធម្មតាទី2គឺ silent មានន័យថាពេលគេទេមកឬក៏ពេលគេផ្ញើសារមកឲ្យវាស្ងាត់ឈឹងតែម្ដងហើយទី3គឺយើងដាក់គ្រាន់តែឲ្យវាញ័រអញ្ចឹងយើងចុចពាក្យ use មកអញ្ចឹងយើងត្រឡប់ក្រោយមកកាន់ផ្ទៃ setting ដើមវិញកន្លែងនេះគឺគេដាក់ពាក្យថា security គឺតាក់ទងទៅនឹងសុវត្ថិភាពកន្លែងហ្នឹងគឺជាកន្លែងដែលសំខាន់ដែលយើងអាចធ្វើការចាក់សោបានហើយយើងអូសចុះមកក្រោមមកវាដាក់ពាក្យថា screen lock ហ្នឹងគឺអាចឲ្យយើងចាក់សោនាឡិកាបានទី1គេដាក់ពាក្យថា pattern ហ្នឹងគឺយើងចាក់សោទៅលើជាទម្រង់នៃការគូអញ្ចឹងយើងអាចគូទៅលើអ្វីក៏បានតាមទៅជាការចូលចិត្តរបស់យើងជាអ្វីដែលយើងចំណាំគូអញ្ចឹងម្ដងហើយរួចហើយយើងចុច next អញ្ចឹងវានឹងឲ្យយើង confirm ម្ដងទៀតអញ្ចឹងយើងគ្រាន់តែចុចដូចមុនម្ដងទៀតប៉ុណ្ណឹងរួចរាល់ហើយដើម្បីដាក់លេខកូដយើងគ្រាន់តែចុចពាក្យទៅលើថា password អញ្ចឹងយើងចុចកន្លែងហ្នឹងមកយើងវាយ password តាមដែលយើងចង់បានមកហើយ next មកហើយវាឲ្យយើង confirm ម្ដងទៀតប៉ុណ្ណឹងមកគឺរួចរាល់ហើយដើម្បីដោះ password វិញនិយាយទៅមានអ្នកដែលគាត់សួរខ្ញុំច្រើនមែនតើតាក់ទងទៅនឹងការដាក់ password ហើយអត់ចេះដោះអញ្ចឹងដើម្បីដោះ password វិញយើងគ្រាន់តែចុចកន្លែងដើមពាក្យថា screen lock រួចហើយវាតម្រូវឲ្យយើងវាយ password របស់យើងដែលបានដាក់មុនហ្នឹងដើម្បីបញ្ជាក់ថាប្រកាសជាយើងមែនដែលចង់ដូរ password ហ្នឹងហើយដើម្បីផ្ដាច់ password វិញចេញទាំងអស់យើងគ្រាន់តែចុចពាក្យខាងលើគេថា none ហ្នឹង NONE រួចហើយចុចយកពាក្យថា yes remove តាមខ្ញុំអញ្ចឹងមកប៉ុណ្ណឹងលេខកូដរបស់យើងគឺត្រូវបានដកចេញទាំងអស់ហើយតោះអញ្ចឹងយើងត្រឡប់ទៅមើល setting យើងវិញផ្សេងទៀតអូចុះមកក្រោមឃើញពាក្យថា file management កន្លែងហ្នឹងគឺជាកន្លែងទុកឯកសារដែលយើងបាន download ឬក៏យើងបាន save ទុកអីគឺវានៅក្នុងហ្នឹងទាំងអស់មកកាន់ setting ដើមយើងវិញយើងអូសចុះមកក្រោមយើងឃើញពាក្យថា software upgrade កន្លែងហ្នឹងគឺអាចឲ្យយើង update software វាបាននៅពេលដែលក្រុមហ៊ុនគេទម្លាក់នៅ update ចុងក្រោយយើងគ្រាន់តែចុចពាក្យខាងក្រោមទៅបើ update បានវានឹង load ឲ្យ update តែម្ដងនៅខាងក្រោម setting យើងបន្តិចយើងនឹងឃើញពាក្យថា power management កន្លែងហ្នឹងគឺយើងអាចមើលតាក់ទងទៅកាន់ថ្មអញ្ចឹងយើងអាចបិទឬក៏បើកភាគរយថ្មយើងបានហើយក៏យើងអាចកំណត់នៅរយៈពេលដែលវា load អេក្រង់បានដែរត្រឡប់មកវិញចូលទៅកាន់ setting របស់យើងឃើញពាក្យថា power off ពណ៌ក្រហមហ្នឹងគឺកន្លែងបិទបើកហើយបើយើងចង់ reset នាឡិកាយើងចុចលើពាក្យកន្លែង reset option អញ្ចឹងកន្លែងហ្នឹងគឺវាផ្ដល់ជម្រើស3ឲ្យយើង reset ទៅលើនាឡិការបស់យើងខាងលើគេហ្នឹងគឺយើងត្រូវការធ្វើការ reset តាក់ទងទៅនឹង Wi-Fi ឬក៏តាក់ទងទៅនឹង internet អីរបស់យើងចង់ reset គ្រាន់តែចុចទៅលើពាក្យ reset ខាងក្រោមហ្នឹងគឺវានឹងធ្វើការ reset ហើយចំណុចទី2 reset app preferenceកន្លែងហ្នឹងគឺយើង reset តាក់ទងទៅនឹងកម្មវិធីផ្សេងៗដែលយើងបាន download ឬក៏យើងសេរីអីផ្សេងៗហ្នឹងវាកៀងកម្មវិធីហើយខាងក្រោមគេបង្អស់គឺ erase all data មានន័យថា reset ចេញទាំងអស់លុបអ្វីចេញទាំងអស់ឲ្យវាដូរទៅដើមពេលដែលយើងបើកប្រអប់ថ្មីដំបូងអញ្ចឹងតោះអញ្ចឹងយើងចេញពីផ្នែក reset ទៅមើល setting យើងផ្សេងទៀតអូចុះមកក្រោមតិចយើងនឹងឃើញពាក្យថា assist ខាងលើហ្នឹងយើងនឹងឃើញពាក្យថា assistive touchកន្លែងហ្នឹងគឺជាមូលនៅលើអេក្រង់ដូចអ្នកនរឃើញពេលខ្ញុំបិទបើកទៅអ្នកនរឃើញលោតឡើងមកវិញហើយអាហ្នឹងសំខាន់ណាស់មុខងារមានច្រើនដែរនៅក្នុងហ្នឹងគឺមានដូចជា12គ្រាន់តែប៊ូតុងសមួយហ្នឹងគឺវាអាចឲ្យយើងបិទបើកទៅលើកម្មវិធី2 10អញ្ចឹងនេះចាំមើលខ្ញុំចុចឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលនេះបន្ទាប់ពីយើងចុចអាមូលទៅគឺវាមានកន្លែងឲ្យយើងសេរីច្រើនណាស់ទាំងពលឺទាំង volume អីគឺនៅហ្នឹងទាំងអស់តោះអញ្ចឹងយើងត្រឡប់មកកាន់ setting ដើមយើងវិញក្រោមហ្នឹងគេដាក់ថា desktop switchingអញ្ចឹងវាមានពីរ classic desktop ហ្នឹងគឺវាចេញជាទម្រង់ដូចនាឡិការបស់យើងចេញអាមូលដល់ពេលយើងដូរទៅជា mobile desktop វានឹងបង្ហាញអ្នកទៅចេញជាដូចទូរស័ព្ទយើងហ្មងអាហ្នឹងបង្ហាញទៅជាបែបទូរស័ព្ទអញ្ចឹងវាបង្ហាញបែបអញ្ចឹងវាស្រួលមើលម្យ៉ាងដែរវាមានអក្សរហើយវាមើលបានច្រើនទៀតហើយយើងក៏អាចដូរវាជាទម្រង់ឲ្យចេញជាធំជាងហ្នឹងក៏បានដែរនៅទំព័រដើមគេយើងឃើញ app មួយពណ៌បៃតងហ្នឹងអញ្ចឹងយើងអស់មកឆ្វេងមកយើងនឹងឃើញទម្រង់បែបនេះអញ្ចឹងចាំមើលពេលយើងចុចទៅវានឹងផ្លាស់ប្ដូរចេញទៅជាទម្រង់ធំជាងមុនមានន័យថាចេញទៅជាទម្រង់កម្មវិធី 3x3 ខាងលើ3ខាងក្រោម3ហើយនឹងអាផ្ទៃខាងក្រោមជួរក្រោមគេមួយទៀតតោះអញ្ចឹងយើងត្រឡប់ចូលក្នុង setting យើងវិញយើងអស់ចូលមកក្រោមតិចទៀតយើងឃើញថា desktop កន្លែងហ្នឹងជាកន្លែងដែលយើងអាចសេរីឲ្យនៅពេលដែលយើងហូតទៅឆ្វេងទៅស្ដាំឲ្យវាបង្ហាញចេញជាទម្រង់ effect វាផ្សេងគ្នាពេលខ្ញុំដាក់យក cube ទៅវានឹងចេញទម្រង់ចែកគេបែប4ជ្រុងចេញជាជុងចូល setting វិញនៅក្នុង assist អូចុះមកក្រោមយើងនឹងឃើញពាក្យថា rest wake up អញ្ចឹងកន្លែងហ្នឹងយើងបើកវាមកនៅពេលដែលយើងកន្លោះដៃមកវានឹងភ្លឺអញ្ចឹងជាមុខងារមួយដែលសំខាន់មែនទែនដោយអត់ចាំបាច់យើងចុចទៅលើអេក្រង់ទេហើយខាងក្រោមវាមកជួរហ្នឹងគេដាក់ថា palm press slip ហ្នឹងមានន័យថាពេលដែលយើងយកដៃបាំងអេក្រង់ទៅវានឹង load screen ហើយក្រោយគេហ្នឹងគេដាក់ថា camera pull up ហ្នឹងនៅពេលដែលយើងដកហូតកាមេរ៉ាទៅកាមេរ៉ាវានឹងបើកអូតូម៉ាទិកអញ្ចឹងយើងបកក្រោយចេញពីផ្នែក assist វិញយើងនឹងឃើញពាក្យថា more option កន្លែងហ្នឹងគឺជាកន្លែងដែលអាចឲ្យយើងសេរីថ្ងៃ
ខែសេរីម៉ោងអីគឺនៅកន្លែងហ្នឹងទាំងអស់តែម្ដងប៉ុន្តែខ្ញុំមិនជាណែនាំឲ្យសេរីអីទេដោយសារតែយើងបើកអូតូបន្តិចទៅយើងដាក់ទៅ SIM ឬក៏ភ្ជាប់ទៅ Wi-Fi ទៅវានឹងដើរត្រូវអូតូបន្តិចហីវាចាប់តាមទីតាំងនៅក្នុងប្រទេសខ្មែរយើងហ្មងប៉ុន្តែយើងអស់ចុះមកក្រោមវាបង្អស់យើងនឹងអាចបដូរចេញពី24ម៉ោងទៅជាម៉ោងយើងធម្មតា12ម៉ោងវិញក្នុងករណីដែលវាអត់ដើរត្រូវអូតូបន្តិចហើយយើងត្រូវតែបិទតែខាងលើទាំងពីរហ្នឹងបន្ទាប់មកទើបបិទយើងអាចសេរីម៉ោងហើយនឹងថ្ងៃខែបានហើយត្រឡប់មកក្រោយបន្តិចគឺជាកន្លែងដែលអាចឲ្យយើងសេរីភាសាអញ្ចឹងកន្លែង language នេះគេអាចឲ្យយើងបដូរភាសាអង់គ្លេសឬក៏ទៅជាភាសាអ្វីផ្សេងទៀតក៏បានដែរយើងចុចតាមហ្នឹងមករួចហើយចុចទៅលើពាក្យថា add language អញ្ចឹងយើងត្រូវ scroll អូសចុះមកក្រោមអូសចុះមកក្រោមឆ្ងាយដែរទើបបានជាយើងអាចឃើញភាសាខ្មែរយើងភាសាខ្មែរយើងជាទូទៅគឺនៅខាងក្រោមគេនេះអញ្ចឹងយើងឃើញអក្សរថាភាសាខ្មែរអញ្ចឹងយើង select ទៅលើអក្សរខ្មែរយើងមករួចហើយចុចឆ្នោត3នៅក្រោយអក្សរខ្មែរហ្នឹងអូសទាញវាឡើងមកលើតោះតែយើងទាញវាមកឡើងមកលើអញ្ចឹងទើបបាននាឡិការបស់យើងដូរទៅជាភាសាខ្មែរតែម្ដងនៅក្នុង system វាតោះអញ្ចឹងឥឡូវនេះយើងឃើញថានៅក្នុងនាឡិការបស់យើងគឺបានដូរទៅជាភាសាខ្មែរទាំងអស់តែម្ដងហើយកន្លែងខាងក្រោមនេះគេដាក់ថាក្តារចុចហ្នឹងគឺយើងអាច download ក្តារចុចផ្សេងទៀតបានតាមដែលយើងពេញចិត្តព្រោះក្តារចុចហ្នឹងគឺមានច្រើនប៉ុន្តែបើយើងមិនត្រូវការ down អីទេគឺអត់ជាបញ្ហាទេដោយសារតែក្តារចុចរបស់វាគឺមាន Google Keyboard នៅក្នុងនឹងស្រាប់ហើយអញ្ចឹងគឺយើងអាចវាយទាំងខ្មែរហើយនិងវាយទាំងអង់គ្លេសបានដោយអត់ចាំបាច់ត្រូវ down អីបន្ថែមទេហើយមួយទៀតដើម្បីយើងសេរី setting ផ្សេងៗដូចជាសេរីពលឺហើយនិងសេរីម៉ោងបិទបើកអីហ្នឹងគ្រាន់តែយើងអូសចុះពីលើចុះក្រោមមកយើងនឹងឃើញដូចទូរស័ព្ទយើងអញ្ចឹងគឺយើងអាចសេរី setting ផ្សេងៗទៀតបានច្រើនហើយលឿនមែនតើបិទបើកពលឺក៏នៅហ្នឹងបិទបើកសលេងក៏នៅហ្នឹង Wi-Fi Bluetooth អីគឺនៅហ្នឹងទាំងអស់តែម្ដងហើយដើម្បី download កម្មវិធីបានយើងគ្រាន់តែចូលទៅកាន់ Play Store រួចហើយយើងវាយ email និង password ដែលយើងមានស្រាប់ចូលទៅកាន់ Play Store ហ្នឹងទៅរួចហើយធ្វើតាមការណែនាំអូសចុះមកក្រោមចុចទៅលើពាក្យតាមដែលអ្វីដែលវាបង្ហាញហ្នឹងណាតែប៉ុណ្ណឹងគឺរួចរាល់ហើយពេលដែលយើង log in ចូល Play Store គឺយើងអាច download កម្មវិធីផ្សេងទៀតបានច្រើនមែនតើមិនថាកម្មវិធីអីទេគឺយើងអាច download បានទាំងអស់ប៉ុន្តែត្រូវប្រយ័ត្នក្នុងការប្រើប្រាស់នាឡិកាលើកដំបូងអញ្ចឹងយើងកុំតន់ចូលទៅ download កម្មវិធីឬក៏បើកកម្មវិធីអីធ្ងន់ៗនេះសោះជាដំបូងគឺយើងត្រូវចុចទៅលើរូប profile យើងខាងលើដែលមានពណ៌ស្វាយហ្នឹងរួចហើយយើងចុចទៅលើពាក្យថា game និងកម្មវិធីរបស់យើងអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងត្រូវតែទៅ update កម្មវិធីដែលមានស្រាប់ឲ្យអស់សិនហើយ update អស់ប៉ុណ្ណឹងមកសបកវានឹងចេញមកម៉ាស៊ីនរបស់វាមកផ្សេងទៀតអញ្ចឹងគឺយើងត្រូវតែ update វាឲ្យអស់តែម្ដងហាម download កម្មវិធីផ្សេងគឺត្រូវ update ឲ្យអស់សិនព្រោះដោយសារនាឡិកាយើងពេលដំបូងអញ្ចឹងម៉ាស៊ីនវាអត់ទាន់ដើរស្រួលណាវាត្រូវការ update ដើម្បីឲ្យនាឡិការបស់យើងដើរស្រួលហើយដំបូងអញ្ចឹងគឺវានឹងស៊ីថ្មខ្លាំងវានឹងឡើងក្តៅអញ្ចឹងគ្រាន់តែអ្នកនរគ្នាចុចអីផ្សេងតាមខ្ញុំមិញហ្នឹងមកដល់វគ្គហ្នឹងចុច login update អីប៉ុណ្ណឹងនាឡិកាហ្នឹងគឺចិត្តអស់ថ្មហើយប៉ុន្តែអ្នកនរគ្នាអត់ចាំបាច់បារម្ភទេដោយសារតែនាឡិកាជាទូទៅគឺវាអញ្ចឹងហើយក្នុងពេលដែលយើងបើកប្រអប់ថ្មីមកដំបូងអញ្ចឹងពេល update អស់ហើយយើងគ្រាន់តែដាក់សាកវាពេញឡើង 100% វិញទៅសាំយើងយកវាមកប្រើឬក៏ download កម្មវិធីអីផ្សេងទៀតហើយយើងប្រើកាន់តែយូរថ្ងៃទើបបាននាឡិកាវាដើរកាន់តែ smooth វាប្រើប្រាស់គឺមានតែប៉ុណ្្នឹងហើយរបៀបភ្ជាប់ទៅកាន់ទូរស័ព្ទខ្ញុំនឹងធ្វើវីដេអូដាច់ដោយឡែកមួយផ្សេងទៀតមានចម្ងល់អ្វីអ្នកនរគ្នាអាចcomment សួរបានហើយកុំភ្លេចជួយ subscribe ខ្ញុំផងអរគុណ